ដែលយើងជាប់ពន្ធនេះទីមួយមិនមែនជាកំហុសរបស់យើងទេគឺរដ្ឋាភិបាលអាមេរិកគាត់គិតថាដើម្បីទាញផលទៅខាងគាត់គ្មានប្រទេសណាខុសចឹង180ប្រទេសទី2តើយើងបានធ្វើអីខុសច្បាប់ឬទេតើយើងធ្វើអីមុខរបរថោកទាបទៅកេងចំណេញគេយឺសឈាមគេទេអត់ទេយើងធ្វើត្រឹមត្រូវតាមច្បាប់ឯកភាពគ្នាអនុវត្តតាមគោលការណ៍ពាណិជ្ជកម្មពិភពលោក WTO តើយើងទៅលួចយករបស់ខុសច្បាប់ទៅទេអត់ទេយើងនាំកៅអៅយើងនាំសូឡាយើងនាំគ្រឿងបង្គុំអគ្គិសនីគ្រឿងអលង្ការទៅបងប្អូនហើយដើម្បីអីដើម្បីទាញចំណូលមកសេដ្ឋកិច្ចស្រុកខ្មែរដើម្បីបង្កើតការងារឲ្យកូនចៅយើងនៅទីនេះតើរដ្ឋាភិបាលខុសទេអានឹងដោយឪពុកម្ដាយគេមើលងាយអ្នកក្រឪពុកម្ដាយទៅធ្វើការអេតចាយគេមើលងាយថាឪពុកម្ដាយតើកូនត្រូវមើលងាយឪពុកម្ដាយទេឪពុកម្ដាយមិនបានទៅលួចគេយកមិនចាំកូនទេគាត់ទៅគាត់មានលទ្ធភាពគាត់យកទៅកែច្នៃទៅបើកហាងកាទៀវតូចមួយអត់បានដូចគេក្រុមហ៊ុនធំស្អីនោះទេប៉ុន្តែឪពុកម្ដាយតែម្ដងខំសន្សំដោយសុចរិតភាពដើម្បីយកមកចិញ្ចឹមកូនដើម្បីយកមកទិញសម្ភារៈអត្ថប្រយោជន៍ឲ្យកូនឲ្យច្រើនតើកូនត្រូវបន្ទោសឪពុកម្ដាយទេរដ្ឋាភិបាលដូចគ្នាគេឌឺយើងថាយើងទៅស្មុំចិនឲ្យមកវិនិយោគយើងទៅស្មុំអ្នកនេះអ្នកនោះមកធ្វើផ្លូវធ្វើសាលារៀនធ្វើហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់ទៅបើករោងចក្រនៅកន្លែងនោះឲ្យអ្នកស្រុកមានការងារគេឌឺយើងសពសំបីតែប្រធានាធិបតីចិនមកគេថាយើងរើសស្ពៃមិនរើសសាច់គោគេថាយើងល្ងងចេះគេថាយើងជញ្ជក់ឈាមអាមេរិកកាំងបានដាក់ពន្ធ 97% ទោះបីជាចោតមិនត្រឹមត្រូវប៉ុន្តែបងប្អូនហើយអ្វីដែលរដ្ឋាភិបាលធ្វើនៅក្នុងរយៈពេលរាប់សិបឆ្នាំមកនេះគ្មានអីក្រៅពីដូចម្ដាយចិញ្ចឹមកូនគឺខិតខំរកស៊ីដោយសុចរិតចិត្តដើម្បីបង្កើតការងារយកលុយមកឲ្យកូនចៅប្រជាពលរដ្ឋរឿងប៉ុណ្ណឹង